ហើយខ្ញុំគ្មានចិត្តនាអាក្រក់ទេមានតែសេចក្តីប្រាថ្នាប៉ុណ្ណោះអូត្រូវហើយតើអ្នកដឹងខ្លឹមសារនៃការហៅទូរស័ព្ទរបស់ខ្ញុំដោយរបៀបណាគាត់បានបាត់បង់ការស្ដាប់ហើយអាចជឿសំឡេងពីចម្ងាយរាប់រយម៉ែត្រតើនោះមានន័យថាគាត់បានឮការហៅទូរស័ព្ទរបស់ខ្ញុំឥឡូវនេះមែនទេកុំឲ្យយើងយល់ច្រឡំរឿងល្ខោនបែបមនោសញ្ចេតនាទាំងនោះអីអ្នកសង្ហាណាស់ខ្ញុំមិនព្រមឲ្យអ្នកសំបីតែសក់មួយសរសៃលើក្បាលខ្ញុំផងតើខ្ញុំអាចធ្វើបាបអ្នកដោយរបៀបណាសិស្សច្បងរបស់ខ្ញុំបានប្រាប់ខ្ញុំថាវាគឺជាបុរសដែលអ្នកចូលចិត្តកាលអ្នកនៅរៀនខ្ញុំមិនចូលចិត្តគាត់ទេសូមឈប់និយាយទៅវាមានអារម្មណ៍ដូចជាស្នាមប្រឡាក់លើជីវិតរបស់ខ្ញុំព្យាយាមរត់គេចខ្លួនទៅខ្ញុំមិនអាចចាប់អ្នកឥឡូវនេះបានទេដូច្នេះជាការពិតណាស់ខ្ញុំនឹងមិនចាក់ចេញពីអ្នកទេជាពិសេសដោយសារអ្នកនៅរងរបួសបញ្ជីជាការពិតណាស់វាជាការពិតខ្ញុំមិនចាក់ចេញទេរហូតដល់របួសរបស់ខ្ញុំជាសះស្បើយត្រូវការគ្រាប់ផ្កាឈូករ័ត្នភេសជ្ជៈនិងទឹកសារធាតុរ៉ែលោកម្ចាស់តើលោកចង់បានអាហារសម្រន់អ្វីខ្លះអ្នកជំនាញនិយាយជាធម្មតារបួសរបស់គ្រូនឹងជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេល3ម៉ោងប៉ុន្តែសមត្ថភាពស្ដារឡើងវិញរបស់ស្ដេចខ្មោចឆៅគឺល្អជាងខ្មោចឆៅធម្មតារាប់ពាន់ដងបើខ្ញុំមិនលាបថ្នាំទាន់ពេលវេលាទេរបួសរបស់ខ្ញុំនឹងជាសះស្បើយហើយរបួសរបស់អ្នកក៏នឹងជាសះស្បើយដែរអូយតើអ្នកធ្វើបែបនេះដោយរបៀបណាតើខ្ញុំជាមនុស្សប្រភេទនោះមែនទេហាមានអ្វីកើតឡើងរបួសរបស់អ្នកមិនទាន់ជាសះស្បើយទេតាមពិតទៅវាពិតជាកាន់តែអាក្រក់ទៅអូយហេតុអ្វីបានជាអ្នកហូរឈាមម្ដងទៀតមែនហើយចៅវាយអាហាចាំមួយផ្លែឈប់នេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះយើងគ្រាន់តែកំពុងពិនិត្យរបួសប៉ុណ្ណោះវាជារឿងធម្មតាទេយល់ព្រមគ្មានអ្វីដែលមិនសមរម្យសម្រាប់កុមារទេហើយយើងក៏មិនខ្លាចឃើញខ្មោចឆៅដែរអូត្រូវហើយអ្នកអាចប្រើខ្លួនឯងបាននេះជាកាបូបធ្វើពីក្រណាត់ប្រូកាតហើយទេខ្ញុំចង់មានន័យថាមួយណាដែលព្យាបាលវាក្នុងរយៈពេល1ថ្ងៃអូតើគាត់បានសុំឲ្យខ្ញុំធ្វើអ្វីសួរខ្លួនឯងឋានសួគ៌បានមកដល់បើដូច្នោះមែនអ្នកគួរតែសម្រាកបានស្រួលសិនទៅខ្ញុំនឹងទៅទិញថ្នាំឲ្យអ្នកប៉ុន្តែត្រូវប្រយ័ត្នខ្ញុំជាការពិតណាស់ហើយរបួសនេះជាពិសេសនៅតំបន់តម្រងនោមទាមទារការយកចិត្តទុកដាក់កាន់តែខ្លាំងបុរសឲ្យសូមប្រុងប្រយ័ត្នខ្ពស់តើយើងមិនអាចនិយាយអ្វីបានខ្ញុំនឹងទៅទិញថ្នាំឲ្យអ្នកអូសម្លាញ់ឲ្យវាពិតជាអ្នកមែនអ្នកហើយខ្ញុំឈ្មោះហេស៊ីជីនមកពីផ្ទះក្បែរនោះអ្នកពិតជាមិនចាំខ្ញុំទេតើអ្នកមិនតែងតែរំខានខ្ញុំសុំស្ករគ្រាប់ពេលយើងនៅតូចទេ
ខ្ញុំចាំបានហើយឥឡូវនេះ100,000អ្នកគឺជាហេតុផលដែលខ្ញុំបានដកប្រហោងធ្មេញចំនួន8ដូច្នេះត្រឡប់ទៅមូលដ្ឋានសុវត្ថិភាពរបស់ Guild វិញម្ដាយរបស់អ្នកកំពុងស្លាប់អ្វីលើកនេះអ្នកបានប្រថុយជីវិតដើម្បីចេញមកតើវាគ្រាន់តែជាការយកថ្នាំទៅឲ្យគាត់មែនទេយើងរយៈកម្ពស់អឺអឺមតើគាត់មិនដឹងដោយរបៀបណាគាត់បានទុកថ្នាំនៅមាត់ទ្វារហើយគ្មាននរណាម្នាក់នៅទីនោះទេគាត់ប្រហែលជាបានឆ្លៀតឱកាសរត់គេចខ្លួនអឺមមនុស្សបែបនេះមិនអាចរក្សាទុកបានទេម៉ាក់តើអ្នកអាចធ្វើដូច្នោះដោយរបៀបណាហេតុអ្វីបានជាអ្នកមិនរងចាំរហូតដល់ពេលចុងក្រោយដែលអ្នកបានឃើញខ្ញុំអាហឺប្រពន្ធខ្ញុំក្រោកពីដំណេកហើយញ៉ាំអាហារអឺមយើងដោយខកចិត្តយ៉ាងខ្លាំងបងប្រុសខ្ញុំបាននិយាយថាម្ដាយខ្ញុំជិតស្លាប់ហើយអូយខ្ញុំទ្រាំលែងបានទៀតហើយខ្ញុំឃ្លានខ្លាំងណាស់ហេអាគាត់គាត់ថែមទាំងបានទៅរកថ្នាំឲ្យអ្នកទៀតផងអានេះវីតាមីន D ប្អូនស្រីរបស់ខ្ញុំបានស្នាក់នៅក្នុងមូលដ្ឋានសុវត្ថិភាពពេញមួយពេលហើយដោយសារយើងរកកន្លែងចតរថយន្តមិនបានបងប្រុសវាងបាននាំយើងត្រឡប់មកវិញតើនេះនៅឯណាកន្លែងនេះធ្លាប់ជាមន្ទីរពិសោធន៍អ្នកធ្លាប់លួចចូលមកទីនេះកាលអ្នកនៅតូចអូតើខ្ញុំអាចមានឈ្មោះរបស់អ្នកបានទេអាហាខ្ញុំសូមសួរអ្នកមួយសំណួរតើអ្នកថ្លង់ទេសន្យាអ្នកគួរតែសាកល្បងវាឆ្ងាញ់ណាស់ដូច្នេះអ្នកអាចនិយាយបានមានរឿងអ្វីជាមួយសំរាមកុំនិយាយអំពីនំខេកបែបនោះខ្ញុំចាំថាធ្លាប់មានក្មេងប្រុសតូចម្នាក់នៅទីនេះសួស្តីអ្នកភរិយារបស់ខ្ញុំធានមកទីនេះសម្រាប់អាហារពេលល្ងាចមិនអីទេឈប់មើលទៀតទៅតោះទៅញ៉ាំអាហារអានេះជាប្រអប់ពីបងប្អូនជីដូនមួយរបស់ខ្ញុំមិនបានសុំឲ្យនាងនិយាយអ្វីយូរមកហើយនាងនិយាយថាបងប្អូនជីដូនមួយរបស់ខ្ញុំបានមិត្តប្រុសថ្មីហើយបានឲ្យអំណោយមួយចំនួនដល់ខ្ញុំហើយនាងបានអញ្ជើញក្រុមគ្រួសារយើងទៅញ៉ាំអាហារពេលល្ងាចម្យ៉ាងវិញទៀតឈិនស៊ីហួងបានបង្ហាញពីភាពវៃឆ្លាតផ្នែកអារម្មណ៍ខ្ពស់ប៉ុន្តែភាពវៃឆ្លាតផ្នែកអារម្មណ៍ទាបហេឥឡូវនេះសក់